Các bạnនឹងចិនពង្រឹងការប្រើប្រាស់លុយរៀលនិងលុយយួនសម្រាប់ការធ្វើវិនិយោគនិងធ្វើពាណិជ្ជកម្មកាលពីថ្ងៃទី17-18 ខែមេសាហ្នឹងគឺប្រធានាធិបតីចិនលោកស៊ីជីនពីងបានមកទស្សនកិច្ចនៅកម្ពុជាហើយក៏បានឯកភាពពង្រឹងក្នុងការប្រើប្រាស់លុយនៅក្នុងស្រុកដោយកម្ពុជាយើងប្រើប្រាស់លុយរៀលនិងចិនប្រើប្រាស់លុយយួនគឺសម្រាប់ធ្វើពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីហើយនៅក្នុងការឯកភាពពង្រឹងការប្រើប្រាស់លុយនៅក្នុងស្រុកដោយកម្ពុជាប្រើប្រាស់លុយរៀលនិងចិនប្រើប្រាស់លុយយួនក្នុងការធ្វើពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីនេះនឹងមានការគាំទ្រជាមួយនឹងធនាគារនានានៅប្រទេសកម្ពុជាយើងជាមួយនឹងប្រព័ន្ធទូទាត់ប្រាក់យួនអន្តរធនាគារឆ្លងដែនហើយនឹងមានការជំរុញសហប្រតិបត្តិការតភ្ជាប់ឆ្លងដែនតាមរយៈ scan QR code បានន័យថាការទូទាត់ប្រាក់ជាមួយនឹងប្រទេសចិននិងកម្ពុជាគឺមានភាពងាយស្រួលមែនទែនដោយសារមានការសហការជាមួយនឹងធនាគារមួយចំនួនជាមួយនឹងប្រទេសចិននិងកម្ពុជាហ្នឹងគឺដោយការប្រើប្រាស់ QR code ដែលយើងមានការ scan ឆ្លងប្រទេសអញ្ចឹងគឺមានភាពងាយស្រួលមែនទែនចាអញ្ចឹងអរគុណច្រើនជម្រាបលាហើយកុំភ្លេចជួយ like ជួយ share និងជួយ subscribe channel YouTube របស់ខ្ញុំមួយផងអរគុណជម្រាបលាបាយបាយ